បាទសូមស្វាគមន៍ក្នុងការជួបគ្នាជាថ្មីម្ដងទៀតបងប្អូនចេញមកសូមទទួលទានបន្តិចសិនហើយណាបងប្អូនចាំបន្តិចទៀតចាំទៅមើលរបៀបស្លប្រហើរបងម្អមជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនណាចូលចិត្តសម្លប្រហើរខ្លះដូចខ្ញុំដែរបាទហើយសម្លមួយមុខនេះពិតជាមានជីរសឆ្ងាញ់មែនទែនអញ្ចឹងតិចទៀតទៅធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំខានធ្វើវីដេអូមួយរយៈហើយចេញវីដេអូមកលើកនេះគឺញ៉ាំមុនគេត្មងបងប្អូនណាហើយមុខម្ហូបថ្ងៃនេះគឺមុខម្ហូបដែលខ្មែរយើងពេញនិយមងាយធ្វើហើយរសជាតិឆ្ងាញ់បន្លែមានសឹងតែគ្រប់មុខហ្មងបងប្អូនគឺជាសម្លប្រហើរបងម្អមធម្មតាអ្នកខ្លះគេអត់បងម្អមទេបងប្អូនតែខ្ញុំស្លបងម្អមអញ្ចឹងវាមានរសជាតិឆ្ងាញ់ម្យ៉ាងដែរបាទហើយគ្រឿងផ្សំដូចខ្ញុំបានថតជូនពុកម៉ែបងប្អូនមើលអញ្ចឹងមានត្រីមានបន្លែគ្រឿងមានដូចជាអំបិលរ៉ូឌីស្ករសទឹកត្រីហើយកាន់តែចោលអត់បាននោះគឺប្រហុកណាបងប្អូនបាទហើយសម្រាប់អឺខ្ទឹមម្ទេសនេះគឺខ្ញុំត្រៀមសម្រាប់បុកជាមួយខ្ជាយបុកឲ្យវាបែកឬក៏បងប្អូនអាចដំក៏បានបងប្អូនសម្រាប់ខ្ញុំវិញខ្ញុំបុកខ្ញុំចូលចិត្តបុកដាក់មួយម្ទេសចុះឲ្យវាមានជាតិហឹរតិចណាហើយជាបន្តមកទៀតហ្នឹងគឺខ្ញុំចាប់ផ្ដើមរៀបចំផ្នែកបន្លែមុនគេបងប្អូនខ្ញុំមានល្ពៅបាទល្ពៅនេះមួយផ្លែតូចដែរទេហើយខ្ញុំប្រើតែមួយចំហៀងទេដោយសារខ្ញុំស្លឆ្នាំងល្មមដែរអញ្ចឹងបងប្អូនព្រោះក្នុងផ្ទះខ្ញុំមានសមាជិកតែ3នាក់ទេបាទអញ្ចឹងបន្ទាប់ពីយើងចាត់ល្ពៅចាត់អីទៅយើងចាប់ដើមចាត់ននោងបាទននោងខ្ញុំមានចំនួន1ផ្លែបងប្អូនចង់ដាក់ចូលចិត្តននោងច្រើនដាក់ច្រើនក៏បានបាទហើយសម្រាប់ល្ពៅយើងចាត់សបកចាត់អីវាស្អាតអញ្ចឹងទៅនេះគឺវគ្គទី1ហ្នឹងគឺយើងត្រូវរៀបចំបន្លែមុនគេបាទហើយសម្លហ្នឹងលឿនងាយទេបងប្អូនអ្វីដែលយូរហ្នឹងគឺយូរតែយើងរៀបចំខាងបន្លែហ្នឹងព្រោះបន្លែយើងរៀបច្រើនដែរណាបងប្អូនបាទហើយក្នុងហ្នឹងដែរខ្ញុំក៏មានតឡាចបងប្អូនក្តឹបតឡាច2ផ្សិតសហ្នឹងមួយដុំបាទហើយសម្រាប់បន្លែពណ៌បៃតងខ្ញុំប្រើស្លឹកបាសបាទឥឡូវស្លឹកបាសខ្ញុំបានបេះរួចរាល់ហើយបាទហើយសម្រាប់បងប្អូនចូលចិត្តបន្លែផ្សេងក៏ដាក់បានដែរដូចជាផ្ទីដូចជាអីចឹងបងប្អូនបាទឥឡូវខ្ញុំធ្វើការលាងបន្លែរបស់យើងឲ្យស្អាតសិនបន្ទាប់ពីចិតរួចហើយមកអញ្ចឹងខ្ញុំលាងតឡាចហើយនឹងននោងយើងហ្នឹងលាងហើយស្រង់ទុកវាម្ដុំសិនណាបងប្អូនដើម្បីត្រៀមចិតវាបន្តមកទៀតខ្ញុំចាប់ដើមលាងល្ពៅផ្លែល្ពៅយើងណាបាទផ្លែល្ពៅខ្មែរយើងពណ៌លឿងស្អាតមែនទេបងប្អូនវាចាស់ល្អហើយបន្ទាប់មកយើងសម្រាប់ល្ពៅខ្ញុំកាត់កង់បែបនេះបាទវាជាប្រភេទបន្លែរឹងហើយសម្រាប់ននោងមួយមិញហ្នឹងខ្ញុំកាត់ជាដុំអញ្ចឹងមកហើយចំណែកតឡាចយើងចាត់វាស្ដើងអញ្ចឹងមកបងប្អូនបាទហើយសម្រាប់ផ្សិតសនេះដែរគឺយើងកាត់អាគល់រឹងវាចោលហើយយើងហែកវាជាល្អិតអញ្ចឹងបងប្អូនឥឡូវនេះសម្រាប់បន្លែយើងហ្នឹងខ្ញុំបានរៀបចំរួចរាល់ហើយនេះបងប្អូនមើលខ្ញុំចាត់រូបរាងវាបែបហ្នឹងសម្រាប់បងប្អូនចូលចិត្តរបៀបណាដែរបាទហើយជាស្លឹកបាសដែលយើងបានបេះលាងស្អាតរួចហើយបន្តមកទៀតនេះគឺខ្ញុំស្លជាមួយត្រីបងប្អូនខ្ញុំមានត្រីចំនួន2ក្បាលគឺត្រីទឹកយ៉ាយើងហ្នឹងបងប្អូនធ្វើស្អាតលាងទឹករួចស្អាតហើយសម្រាប់ត្រីបងប្អូនយកមកលាងទឹកខ្វេះពុះខ្វេះឲ្យវាស្អាតលាងមួយអំបិលអីតិចអញ្ចឹងអាចច្បាច់ក្រូចឆ្មាទៀតកាន់តែល្អបងប្អូនដើម្បីឲ្យវាបាត់ជាតិឆ្អាបនិងអំបិលល្អអញ្ចឹងបងប្អូនណាឥឡូវនេះខ្ញុំហាន់ហើយត្រី2ក្បាលប៉ុនបាត់ដៃធំល្មមដែរបងប្អូនតបមកមុនដំបូងគេបំផុតក្នុងការស្លហ្នឹងគឺយើងដាក់ទឹកដាំឲ្យពុះសិនណាបងប្អូនបាទចាក់ទឹកកន្លះឆ្នាំងអញ្ចឹងមកហើយនៅពេលដែលយើងរងចាំទឹកឲ្យពុះហ្នឹងគឺយើងចាប់ផ្ដើមបុកខ្ញុំចាប់ផ្ដើមបុកខ្ទឹមហើយម្ទេសដែលខ្ញុំបានត្រៀមហ្នឹងហើយជាមួយនឹងខ្ជាយបងប្អូនខ្ជាយខ្ញុំមានពុលខ្ជាយបន្តិចហើយមើមមានម្ដុំហ្នឹងយើងញុំវាតិចឲ្យតែម៉ត់អញ្ចឹងបងប្អូនហើយឥឡូវទឹកយើងពុះហើយខ្ញុំមានស្លឹកគ្រៃផ្នែកស្លឹកណាបងប្អូនស្លឹកគ្រៃហ្នឹងយើងសម្រាប់ស្លប្រហើរអញ្ចឹងយើងបង់ក្នុងទឹកសម្លអញ្ចឹងធ្វើឲ្យសម្លយើងក្លិនឈ្ងុយឆ្ងាញ់ហើយមុននឹងបង់ញីវាទួតិចមកឲ្យបងប្អូនរុំវាជាដុំអញ្ចឹងបងប្អូន
ហើយតម្លាក់ចូលទៅក្នុងឆ្នាំងយើងភ្លុកទៅបងប្អូនបាទបន្តមកទៀតយើងចាប់ដើមបង់នេះអាខ្ជាយហើយនឹងខ្ទឹមម្ទេសយើងដែលបានបុកញុំវាបែកហ្នឹងដាក់ចូលមកបងប្អូនបន្ទាប់មកយើងជ្រុំប្រហុកឲ្យហើយមកបងប្អូនដាក់ចូលក្នុងទឹកស្លយើងហើយទៅបងប្អូនបាទហើយកន្លែងនេះដែរបងប្អូនពេលដាក់ប្រហុកហើយបងប្អូនចង់ដាក់ទឹកត្រីស្ករអំបិលរ៉ូឌីដែលយើងត្រៀមនឹងឲ្យហើយក៏បានដែរបងប្អូនតែកន្លែងនេះពេលយើងដាក់ប្រហុកទៅវាមានពពុះអញ្ចឹងយើងដួសពពុះចេញឲ្យហើយបងប្អូនបាទតមកទៀតបន្លែរឹងដែលខ្ញុំដាក់មុនគេហ្នឹងគឺផ្លែល្ពៅបាទយើងដាក់ល្ពៅមុនគេបាទហើយបន្ទាប់មកចាប់ផ្ដើមដាក់គ្រឿងផ្សំយើងចូលទឹកត្រីអំបិលហើយនឹងរ៉ូឌីបាទហើយស្ករសហើយបងប្អូនពិសាប៊ីចេងហ្នឹងក៏ដាក់ប៊ីចេងដែរទៅបងប្អូនបាទបន្ទាប់មកទៀតយើងចាប់ផ្ដើមដួសពពុះវាចោលទៀតបងប្អូនហើយបងប្អូនពិនិត្យមើលទៅប្រហែលជា5នាទីអីបងប្អូនល្ពៅហ្នឹងក៏វាអត់សូវយូរដែរដាក់ប្រហែលជា3ទៅ5នាទីបងប្អូនចាប់ផ្ដើមដាក់ត្រីចូលបាទបន្ទាប់ពីដាក់ត្រីចូលឲ្យពុះបន្តិចមកបងប្អូនឃើញពពុះដួសពពុះអីចោលណាបងប្អូនដើម្បីឲ្យទឹកស្លយើងថ្លាល្អហើយនេះម្អមដែលខ្ញុំត្រៀមទុកបង់យើងមកហាន់ដាក់ក្នុងកូនចានមួយបាទទុកវាមកលើសិនបន្ទាប់មកមើលស្លយើងវិញស្លយើងពុះហើយបងប្អូនពុះហើយល្ពៅហើយនឹងត្រីហ្នឹងក៏រៀងចាប់ផ្ដើមផុយល្មមហើយអញ្ចឹងខ្ញុំក៏ស្រង់នេះស្លឹកគ្រៃដែលខ្ញុំបានបង់ពីដំបូងគេហ្នឹងចោលដើម្បីកុំឲ្យវាចេញក្លិនខ្លាំងពេកហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមដាក់តឡាចននងហើយនឹងផ្សិតហ្នឹងចូលបន្តមកទៀតបាទហើយយើងជ្រុំវាបន្តិចទៅឲ្យវាចូលក្នុងទឹកស្លបន្ទាប់មកបងប្អូនអាចគ្របទុកបន្ភ្លេតប្រហែលជា5នាទីអីហ្នឹងបងប្អូនពុះខុកប៉ុណ្ណឹងមកបានហើយបងប្អូនដោយសារបន្លែអស់ហ្នឹងវាលឿនទេអញ្ចឹងសម្រាប់តបងប្អូនចូលចិត្តរលួយទុកឲ្យវាយូរតិចទៅហើយខ្ញុំមើលទៅថាបានហើយខ្ញុំចាប់ផ្ដើមភ្លក់ទឹកស្លហ្នឹងមើលទៅថារសជាតិយើងល្មមអញ្ចឹងណាបងប្អូននៅពេលដែលល្មមហើយគឺយើងបង់ស្លឹកបាសក្រោយគេបាទនៅពេលដែលយើងដាក់ស្លឹកបាសហ្នឹងតាមមកអំពុះបងប្អូនដាក់ឲ្យវាទឹកស្លយើងឡើងពុះចូលមកបន្តិចមកបងប្អូនអាចកាច់ភ្លើងបិទបានហើយបងប្អូនបាទថងកន្លែងនេះគឺខ្ញុំដាក់មួយផ្លេតអញ្ចឹងស្លឹកបាសយើងត្រូមទៅបាទខ្ញុំមើលថាល្មមហើយអញ្ចឹងគឺខ្ញុំចាប់ដើមកាច់ភ្លើងខ្ញុំដាក់ម្អមបាទបងប្អូនភ្លេចខ្ញុំដាក់ម្អមចូលក្នុងទឹកស្លយើងហើយអស់ហើយបងប្អូនគឺចប់ត្រឹមហ្នឹងហើយស្លយើងគឺបានសម្រេចហើយបងប្អូនបាទរសជាតិឡើងឈ្ងុយហ្មងបងប្អូនឈ្ងុយខ្ជាយឈ្ងុយក្លិនស្លឹកគ្រៃឈ្ងុយអីចឹងបងប្អូនហើយកន្លែងនេះពេលដាក់ម្អមហើយភ្លាមហ្នឹងបងប្អូនអាចកាច់ភ្លើងបិទបានហើយស្លហ្នឹងអាចទទួលទានបានហើយបងប្អូនបាទបើសិនជាបងប្អូនដែលត្រូវការរសជាតិជាងដិតជាងគ្រឿងក្រៅដែលខ្ញុំបានបង់ហ្នឹងបងប្អូនអាចដាក់ទឹកត្រីម្ទេសបន្តិចមកបងប្អូនជាមួយបាយក្តៅហ្នឹងធានាថាជាតិស្លាប់បាទរសជាតិម្ហូបខ្មែរយើងមិនធម្មតាទេណាបងប្អូនហើយក្នុងសម្លមួយមុខនេះគឺវាមានបន្លែគ្រប់មុខមានតាំងពីសាច់បន្លែបៃតងបន្លែពណ៌លឿងល្ពៅយើងហ្នឹងខ្ញុំគិតថាវាមានជីវជាតិវីតាមីនច្រើនណាបងប្អូនដែលធ្វើឲ្យសុខភាពអ្នកញ៉ាំហ្នឹងទទួលបាននូវផលល្អផងដែរបាទបងប្អូនហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅការតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយសម្រាប់បងប្អូនដែលចង់បាននៅមុខម្ហូបថ្មីផ្សេងទៀតសូមបងប្អូនអាច comment នៅខាងក្រោមវីដេអូនឹងផងដែរបងប្អូនបាទហើយសម្លខ្ញុំឆ្អិនអីបងប្អូនគឺខ្ញុំស្រូបបាយមួយចានគោមបឹបតែម្ដងបាទអញ្ចឹងជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនហើយបងប្អូនក៏អាចមើលវីដេអូផ្សេងទៀតនៅក្នុងវីដេអូចាស់របស់ខ្ញុំនៅក្នុង channel នេះបានដែរបាទ